so big គេហៅម្ទេសអីម្ទេសអីចេះធំថ្ងៃនេះបន្ទាប់ពីដាឌីនាំខ្ញុំទៅធ្វើតេស្តភាសាអង់គ្លេសហើយម្នាក់នាំគ្នាឃ្លានហ្មងតាមពិតគិតថានាំគ្នាទៅញ៉ាំបាយនៅផ្ទះតែពួកខ្ញុំនៅនាំគ្នាចូលផ្សារទៀតអញ្ចឹងរំដល់ផ្ទះខ្លៃៗគាត់ឃ្លានខ្លាំងឈៀងចូលញ៉ាំអីផ្លែតទៅហើយក្តីសុខគេហ្នឹងគឺគេបានញ៉ាំមាន់បំពងជាមួយនឹងដលងប្រាំង Go to Tesco. What? Have you go to Tesco Yes. in UK? ពេលកូនខ្ញុំនិយាយខ្ញុំផ្ទៀងស្ដាប់តែស្ដាប់ដែរបានទេអង់គ្លេសគេឥឡូវលើសកម្រិតដល់ម៉ែព្រានហើយតង់គេឥឡូវតង់ Canadian អស់ហើយទោះបីខ្ញុំព្យាយាមនិយាយខ្មែរជាមួយម៉េចក៏ឆ្លើយតបមកវិញអង់គ្លេសដែរហើយមកទៅបានមួយអាទិត្យទេណានិយាយទៅក្នុងផ្ទះរៀងវេទនាដែរម៉ែប្រឹងនិយាយឲ្យចេះអង់គ្លេសកូនប្រឹងនិយាយឲ្យចេះខ្មែរវិលមុខឪនឹងឯងណាប្រឹង practice ជាមួយម៉ែផងណាប្រឹងព្រៀនកូនឲ្យនិយាយខ្មែរផងគ្រួសារនេះដឹកវល់ហ្មងប៉ុន្តែនៅតែព្យាយាមនិយាយខ្មែរមកក៏បានច្រើនហើយនេះខ្ញុំមិនអាចនៅញ៉ាំយូរបានទេត្រូវតែស្រោតទៅមកកន្លែងទៀតហើយមុននឹងចេញទៅនឹងគេទៅ refill Sprite មួយកែវទៀតហើយនិយាយពីសិតឪនោះសតសំណាងខ្ញុំដែរតាំងពីថ្ងៃខ្ញុំមកដល់ហ្នឹងអត់មានតកកធ្លាក់ទេតែបើថាធ្លាក់ខ្យល់វិញទៅជាក់ខ្លាំងហ្មងប៉ះខ្ញុំបកាយចាញ់ទៅជាទៀតអើយ Thank you, Uncle. ហើយខ្ញុំអត់ដឹងថាផ្សារនេះឈ្មោះអីទេគឺខ្ញុំអត់ទាន់ចាំឈ្មោះទេហើយបើប្តីខ្ញុំវិញប៉ុណ្ណាកុំថាផ្សារប្រហែលគាត់ជូនទៅទាំងអស់ហ៊ានទៅផ្សារនេះខ្វះបន្លែនេះអត់បានទៅផ្សារនោះចង់បានបន្លែនឹងអត់បានគាត់ជ្រៀតជ្រែកគ្រប់ផ្សារឲ្យខ្ញុំណាខ្ញុំទេដែលខ្ជិលទៅផ្សារច្រើនបើថាខ្ញុំលៃបានលៃទៅមកផ្សារហ្នឹងហ្មងនេះខ្ញុំកំពុងតែដើររកម្សៅ whipping cream ប៉ុន្តែខ្ញុំរកច្រើនផ្សារខ្ញុំរកបានទេមានតែ whipping cream ដែលគេមានវាយហើយស្រាប់បងខ្ញុំចេះរូបមន្តវាយគ្រីមពីបងអូនស្រីម្នាក់នៅខ្មែរគាត់នេះលក់កាហ្វេគាត់វាយគ្រីមឆ្ងាញ់មែនតើសំខាន់គ្រីមរបស់គាត់ហ្នឹងពេលវាអន់តិចហើយវានៅតែខាប់ទៀតខ្ញុំធ្វើតាមគាត់ហើយរសជាតិឆ្ងាញ់មែនតើពេលចឹងខ្ញុំចង់ធ្វើឲ្យប្តីខ្ញុំភ្លក់ដែរតែរកមកយកក៏រកអត់ឃើញដែរម្សៅគ្រីមហ្នឹងបន្ទាប់ពីចេញពីផ្សារហ្នឹងហើយគាត់នាំខ្ញុំមករកនៅផ្សារមួយទៀតតែក៏នៅតែរកអត់បានរកអត់មានចឹងក៏ខ្ញុំដើររកទិញបន្លែធម្មតាទៅថ្ងៃនេះខ្ញុំទិញបានមរេអាស្ដាយបដរសក់ហើយនឹងពេញប៉ះដែរខ្ញុំដើររើសបន្លែហ្នឹងខ្ញុំអត់ឃើញកូននឹងប្តីខ្ញុំទេស្រាប់តែបាត់គាត់មកផ្លែតងាកមកវិញឃើញសិតតែម្ជូរឡើងពេញដែរដឹងតែប្រពន្ធនៅស្រុកខ្មែរចូលចិត្តម្ជូរដល់ពេលចឹងហើយមានអីជាកាដូឲ្យប្រពន្ធទេមានតែរើសម្ជូរឲ្យនឹងខ្ញុំចូលផ្សារនេះខ្ញុំរើសបន្លែបានច្រើនជាងគេតែអធិស្ឋានខ្ញុំអត់ចាំឈ្មោះផ្សារទេចូលមកមានអារម្មណ៍ថាវាត្រូវជាមួយនឹងបន្លែប្លុកអាស៊ីហើយនៅនេះមានគ្រឿងក្នុងមាន់មានកោះមានថ្លើមផ្សារនេះមានជម្រើសច្រើននិយាយទៅហើយដល់ពេលមកដល់ផ្ទះខ្ញុំចាប់ផ្ដើមធ្វើម្ហូបបាយឲ្យប្តីខ្ញុំយកទៅធ្វើការប៉ុន្តែធ្វើឲ្យបានត្រឹមតែខ្ចប់ឲ្យប្តីយកទៅធ្វើការព្រោះថ្ងៃនេះរវល់ពេញមួយថ្ងៃម្នាក់អស់កម្លាំងមែនតើធ្វើម្ហូបនឹងធ្វើទាំងបិទភ្នែកហើយឲ្យប្តីទៅគេងមុនក៏ព្រមទេក៏សុខចិត្តចាំហើយកូនក៏ចាំដែរសំណាងដែរបានប្តីនិងកូនយល់ចិត្ត